សូមជូនរឿងព្រះបាទមន្ធាតុសេចក្តីប្រាថ្នារបស់សត្វលោកឥតមានទីបំផុតក្នុងខាងដើមនៃផតកប្បនេះមានព្រះបរមចក្រពត្រាធិរាជមួយព្រះអង្គព្រះនាមមន្ធាតុមានមហិទ្ធិឫទ្ធិធំអស្ចារ្យសោយរាជក្នុងទ្វីបទាំង4មានមហាក្សត្រ 84000 ព្រះអង្គជាបរិវារមនុស្សក្នុងចំណោមនោះមានអាយុកំណត់មួយអសង្ខ័យឆ្នាំឯព្រះបាទមន្ធាតុមានឥទ្ធិពលសម្បើមអស្ចារ្យណាស់គ្រាន់តែទះដៃវេលាណាមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកវេលានោះទ្រង់នៅជាកុមាររត់លេងសប្បាយដោយលបែងក្មេងលេងជាង 80000 ឆ្នាំដល់ព្រះជន្មគម្រប់ 84000 ឆ្នាំព្រះរាជបិតាទ្រង់ប្រទានកិត្តិយសឲ្យធ្វើជាឧបរាជបាន 84000 ឆ្នាំបានទទួលរាជាភិសេកស្ដេចបរមចក្រពត្រាធិរាជសោយរាជបាន 84000 ឆ្នាំទ្រង់មិនស្កប់ស្កល់ដោយរាជសម្បត្តិបានត្រាស់សួរមហាអាមាត្យថាទីដែលបរិបូរដោយរាជសម្បត្តិវិសេសជាងនេះទៅទៀតមានដែរឬទេមហាអាមាត្យទូលថាបបិទ្ធព្រះសម្មាទិទេពក្នុងមនុស្សលោកនេះពុំមានទេមានតែស្ថានចតុមហារាជការទៅបរិបូរដោយសេចក្តីសុខប្រសើរជាងស្ថានមនុស្សព្រះបាទមន្ធាតុបានជ្រាបហើយក៏កាន់ចក្ររតក្រវីអណ្ដែតទៅឯអាកាសព្រមទាំងចតុរាំងកសេនាទៅចុះនៅស្ថានចតុមហារាជការពួកទេវតាក្នុងឋាននោះបានឃើញព្រះបាទមន្ធាតុហើយក៏នាំគ្នាកាន់ផ្កាភ្ញីចូលទៅបូជាថ្វាយរាជសម្បត្តិទៅដល់ព្រះបាទមន្ធាតុព្រះបាទមន្ធាតុបានសោយរាជសម្បត្តិនៅឋានចតុមហារាជការបានចំនួន 84000 ឆ្នាំមនុស្សទ្រង់មិនស្កប់ស្កល់ក្នុងរាជសម្បត្តិនោះទៀតទៅត្រាស់សួរទៅស្ដេចចលោកបាលទាំង4ថាទីឋានដែលបរិបូរដោយសេចក្តីសុខជាងនេះមានដែរឬទេស្ដេចចលោកបាលទាំង4ក្រាបទូលថារាជសម្បត្តិក្នុងឋាននេះមិនវិសេសជាងស្ថានមនុស្សប៉ុន្មានទេមានតែរាជសម្បត្តិក្នុងស្ថានត្រៃត្រឹងទៅប្រសើរជាងនេះ100 គុណព្រះបាទមន្ធាតុបានជ្រាបហើយក៏ចាប់ចក្ររតក្រវីហោះទៅស្ថានត្រៃត្រឹងទៀតព្រះឥន្ទ្រិរាជបានទាត់ឃើញព្រះបាទមន្ធាតុហើយក៏មានសេចក្តីសោមនស្សរីករាយកាន់ផ្កាភ្ញីចូលទៅបូជាថ្វាយរាជសម្បត្តិពាក់កណ្ដាលព្រះបាទមន្ធាតុបានសោយរាជសម្បត្តិពាក់កណ្ដាលនៅក្នុងឋានត្រៃត្រឹងនោះជាសុខក្សេមក្សាន្តអស់កាលជាយូរអង្វែងណាស់ចំនួន36ដំណរព្រះឥន្ទឯសេចក្តីប្រាថ្នារបស់ព្រះអង្គមិនចេះពេញសោះនៅតែខ្វះកន្លះជានិច្ចសូម្បីសោយរាជសម្បត្តិទឹកជាយូរអង្វែងដល់ម្លេះក៏មិនចេះស្កប់ស្កល់ទៅទ្រង់ព្រះចិន្តាថាបើអញសម្លាប់ព្រះឥន្ទចោលហើយសោយរាជតែម្នាក់ឯងទៅល្មមសមនឹងបុណ្យស័ក្តិរបស់អញគ្រាន់តែគិតយ៉ាងនេះការទ្រុឌទ្រោមនៃសរីរៈក៏កើតឡើងប្រកបពុំអាចនៅលាយឡំជាមួយនឹងពួកទេវតាបានស្រាប់តែសយត់មកស្ថិតនៅក្នុងឧឈានរបស់ព្រះអង្គនាឋានមនុស្សដោយកាលមុនវិញនាយឧឈានបាលបានឃើញព្រះបាទមន្ធាតុចុះពីឋានសួគ៌មកស្ថិតនៅក្នុងឧឈានវិញហើយក៏ចូលទៅក្រាបទូលព្រះរាជត្រកូលព្រះរាជាដែលជាធំក្នុងរាជត្រកូលបានជ្រាបដំណឹងនោះហើយមានសេចក្តីត្រេកអរណាស់ទ្រង់មនីមនាយាងទៅឧឈានជាមួយនឹងស្ដេចទាំង 84000 ព្រះអង្គចាត់ចែងក្រាលរៀបចំរាជសេយាសនៈដ៏ប្រសើរ
ក្នុងឧឈាននោះព្រះបាទមន្ធាតុទ្រង់ឡើងផ្ទុំលើសរីរាជសេយាសនៈនោះហើយបានប្រកាសប្រាប់ដល់រាជវង្សានុវង្សទាំងឡាយថាយើងលែងក្រោកចាកអាសនៈនេះហើយអ្នកទាំងឡាយចូលចាំគ្រប់គ្នាថាសេចក្តីប្រាថ្នារបស់សត្វលោកធំទូលាយវែងឆ្ងាយឥតមានទីបំផុតទ្រង់មានព្រះបន្ទូលដូច្នោះហើយក៏ទ្រង់សោយទីវង្គតទៅបានទៅកើតនៅក្នុងសុគតិភពតាមសមគួរដល់បញ្ញកម្មរបស់ព្រះអង្គឯបញ្ញកម្មរបស់ព្រះបាទមន្ធាតុដែលមានឥទ្ធិពលធំអស្ចារ្យគ្រាន់តែទះដៃមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកពីលើអាកាសនិងមានប្រជញ្ញវែងហើយបានសោយរាជសម្បត្តិទៀតនោះគឺការសាសនាព្រះសម្ពុទ្ធព្រះនាមវិបស្សីរាប់ពីផតកັບនេះទៅក្រោយវិញចំនួន91កັບកាលនោះព្រះបាទមន្ធាតុកើតជាបុរសកំសត់ម្នាក់នៅក្នុងនគរពន្ធុមតៃជាអ្នកស៊ីឈ្នួលជួលប៉ះសម្លៀកបំពាក់ចាស់ដាច់របស់អ្នកនគរនោះថ្ងៃមួយពុទ្ធបរិស័ទបានរៀបចំចាត់ចែងថ្វាយមហាទានដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានឯបុរសកំសត់បានដឹងគេរៀបចំចាត់ចែងថ្វាយមហាទានដូច្នោះហើយក៏នឹកសង្វេគចំពោះខ្លួនថាអោអាត្មាអញជាមនុស្សសេះសល់ថោកទាបជាទីបំផុតពុំបានចាត់ចែងមហាទាននឹងគេសោះពីព្រោះជាអ្នកទល់ក្រពេលនេះបើអញមិនឆ្លៀតធ្វើទានទេពុំដឹងជាជាតិណានឹងបានរួចផុតពីទុក្ខលំបាកឡើយគិតឃើញដូច្នោះហើយសទ្ធាក៏កើនឡើងមាំចំពោះគុណព្រះពុទ្ធពេលនោះខំជួសជុលសម្លៀកបំពាក់ឲ្យបុគ្គលម្នាក់បានលុយ1មាសកៈនឹងដឹងថាពេលថ្វាយមហាទានចិត្តដល់ហើយក៏មនីទៅផ្សារទិញក្របសណ្ដែកស្ងោរបាន1កំប៉ុងយកទៅដាក់បាតទៅដល់រោងទានពុំមានឱកាសនឹងចូលទៅដាក់បាតឡើយព្រោះខ្លួនជាអ្នកទល់ក្រថោកទាបពួកមហាជនមិនបើកឱកាសឲ្យចូលឡើយទៅគិតថាអញអស់នឹងបានចូលទៅចិត្តព្រះសម្ពុទ្ធនិងព្រះសង្ឃហើយបើដូច្នោះអញគូបោះក្របសណ្ដែកសំដៅទៅត្រង់បាតរបស់ព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃចុះបើបានចូលទៅក្នុងបាតតែមួយក្របក៏គង់តែមានផលច្រើនបុរសកំសត់ក៏ចាប់ក្របសណ្ដែកស្ងោរបោះទៅដោយអំណាចឫទ្ធិរបស់ព្រះសម្មាសម្ពុទ្ធក្របសណ្ដែកក៏ធ្លាក់ចូលទៅក្នុងបាតជាលំដាប់តាំងពីបាតព្រះសម្មាសម្ពុទ្ធជាម្ចាស់ដរាបទៅដល់បាតព្រះសង្ឃឥតមានជ្រុះទៅទីដតីណាមួយឡើយបុរសកំសត់ឃើញភាពអស្ចារ្យដូច្នោះហើយសេចក្តីជ្រះថ្លាក៏រឹងរិតតែកើនឡើងយ៉ាងក្រៃលែងទៅតាំងសេចក្តីប្រាថ្នាថាដោយអំណាចការបូជារបស់ខ្ញុំនេះក្នុងអនាគតកាលសូមឲ្យខ្ញុំបានជាធំជាងជនអ្នកត្រូវការដោយកាមទាំងឡាយបើខ្ញុំលើកដៃទះវេលាណាសូមឲ្យភ្លៀងកែវ7ប្រការធ្លាក់ចុះពីលើផ្ទៃអាកាសវេលានោះកំខានបុរសកំសត់នោះលុះអស់អាយុបានទៅសោយសុខក្នុងទេវលោកនិងមនុស្សលោកអស់កាលជាយូរអង្វែងលុះមកខាងដើមនៃផតកັບនេះបានមកកើតជាព្រះរាជបុត្ររបស់ព្រះបាទកល្យាណរាជមាននាមបញ្ញត្តិថាព្រះបាទមន្ធាតុនេះឯងចប់សូមអនុមោទនី